មេដឹកនាំកូរ៉េខាងជើងលោកគឹមចុងអ៊ុនដែលបានចុះទៅពិនិត្យរោងចក្រផលិតក្របរំសេវកាលពីថ្ងៃអាទិត្យនិងបានចុះអធិការិកិច្ចផលិតកម្មឧបករណ៍បាញ់រ៉ុកែតច្រើនគ្រាប់បានចេញបញ្ជាឲ្យមន្ត្រីចាត់វិធានការបង្កើនសមត្ថភាពផលិតឧបករណ៍បាញ់គ្រាប់រ៉ុកែតច្រើនគ្រាប់ដែលបំពាក់ដោយក្បាលនុយក្លេអ៊ែរមួយនេះបន្ថែមទៀតបើយោងតាមរបាយការណ៍របស់កាសែតរងដងស៊ីម៉ុនលោកគឹមបាននិយាយថាប្រព័ន្ធអាវុធដ៏មានសក្តានុពលនេះអាចបំផ្លាញសត្រូវនិងអាចប្រើប្រាស់ជាមធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយន្តហត្ថរបស់កូរ៉េខាងត្បូងដែលលោកគឹមចុងអ៊ុនបានចាត់ទុកឧបករណ៍បាញ់គ្រាប់រ៉ុកែតច្រើនគ្រាប់ជាអាវុធវាយប្រហារយុទ្ធសាស្ត្រគឺដោយសារឧបករណ៍ធ្វើសឹកប្រភេទនេះអាចបាញ់អាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានយោងតាមកាសែតដុនស៊ីម៉ុនឧបករណ៍បាញ់ក្បាលរ៉ុកែតច្រើនគ្រាប់ទាំងនេះនឹងត្រូវប្រគល់ឲ្យអង្គភាពយោធាសំខាន់របស់កូរ៉េខាងជើងខណៈដែលសំណើរបស់លោកគឹមឲ្យពង្រីកសមត្ថភាពផលិតឧបករណ៍នេះបង្ហាញថាកូរ៉េខាងជើងទំនងជាមានគោលបំណងពង្រឹងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី